ធ្លាប់តែជាតារាល្បីតែមង្គលការរណាតនិងលោកលាវិញហួរមានអ្នកចូលរួមត្រឹមតែ9នាក់ប៉ុណ្ណោះមានឈ្មោះជាតារាល្បីនិងកេរវិរូបដែរតែស្រីស្អាតរឿនណាតបានជាជ្រើសរើសពិធីមង្គលការយ៉ាងសាមញ្ញបំផុតនៅសហរដ្ឋអាមេរិកដែលមានអ្នកចូលរួមត្រឹមតែ9នាក់ប៉ុណ្ណោះពេលនេះតារាសម្ដែងរឿនណាតបានប្រកាសថាឈប់ហៅនាងកញ្ញាដោយពេលមុនទៀតទៅនាងមានស្វាមីស្របច្បាប់ហើយបន្ទាប់ពីចុះអេតាស៊ីវិលនិងរៀបការនៅសហរដ្ឋអាមេរិកទៅតាមផ្លូវរឿនណាតបាននិយាយថានាងខ្ញុំនិងស្វាមីសូមអរគុណចំពោះវត្តមានភ្ញៀវកិត្តិយសទាំងអស់ដែលបានចូលរួមមង្គលការយើងខ្ញុំពេលនេះឈប់ហៅនាងខ្ញុំកញ្ញាទៅខ្ញុំមានស្វាមីជាផ្លូវការហើយក្នុងគណៈពេលដែលចុះអេតាស៊ីវិលនិងស្លៀកឈុតកូនក្រមុំនៅទឹកដីអាមេរិកតារាស្រីរឿនណាតបាននិយាយថាសម្រាប់ភ្ញៀវដែលចូលរួមពិធីរបស់ខ្ញុំមានត្រឹមតែ9នាក់ប៉ុណ្ណោះតែទោះជាយ៉ាងណានាងខ្ញុំរីករាយដែលបានស្វាមីល្អសមតាមបំណងហើយនាងខ្ញុំក៏មិនមានអារម្មណ៍ខ្មាស់អៀនដែលមិនបានរៀបចំពិធីមង្គលការធំដុំដែរពីព្រោះនាងខ្ញុំបានរៀបចំពិធីនៅស្រុកខ្មែររួចមកហើយតារាសម្ដែងរឿនណាតនៅពុំទាន់មានគម្រោងនឹងត្រឡប់មកប្រទេសកម្ពុជាវិញនៅពេលណាមួយនោះទេដោយសារនាងត្រៀមយកសញ្ជាតិនៅទីនោះសិនបន្ទាប់ពីបានចុះអេតាស៊ីវិលទៅតាមផ្លូវច្បាប់ជាមួយលោកលាវវិញហួរ